លទ្ធផលដែលនឹកស្មានដល់ហើយសង្ស័យឥឡូវនេះបានក្លាយជាការពិតសួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់មកជួបអ្នកទាំងអស់គ្នាសាជាថ្មីម្ដងទៀតខ្ញុំនឹងបង្ហាញពីអឺការប្រើប្រាស់នៃការនិងលទ្ធផលដែលខ្ញុំបានប្រើប្រាស់កន្លងមកហើយលទ្ធផលជាខ្លះនេះគឺជាការតាមដានប្រចាំថ្ងៃរបស់ខ្ញុំបានធ្វើអីខ្លះនៅពីមួយថ្ងៃទៅមួយថ្ងៃការគេងការដើរចង្វាក់បេះដូងអីប្រចាំថ្ងៃហើយការគេងឥឡូវខ្ញុំគេងបានច្រើនជាងមុនបន្តិចដើម្បីសម្រួលសុខភាពឡើងវិញតែរឿងដែលចង់បង្ហាញនោះគឺថាឥឡូវនេះខ្ញុំមានលទ្ធផលមកវិញឃើញថាលើសជាតិស្ករក្នុងឈាមដែលហៅថាទឹកនោមផ្អែមនោះកម្រិតដំណាក់កាលដំបូងអញ្ចឹងខ្ញុំនឹងព្យាយាមហាត់ប្រាណហើយនឹងធ្វើសកម្មភាពដែលបញ្ចេញកម្លាំងថាមពលឲ្យបានច្រើនជាងមុនហើយជំរឿនមួយជាទៀតតែខ្ញុំវាយ៉ាងម៉េចអីបន្តទៀតព្រោះឃើញថាយើងខំធ្វើការតាំងពីព្រឹកដល់យប់ដល់ថ្ងៃហើយយើងប្រើភេសជ្ជៈបើកម្លាំងដើម្បីមានកម្លាំងធ្វើការហើយឥឡូវនេះវាចេញលទ្ធផលមកឃើញថាសែនមែនតើតែចាំមើលលទ្ធផលបន្តទៀតដូចយ៉ាងម៉េចចាំមើលមានតែតាមដានតទៀតហើយក៏សូមធ្វើការផ្ញើជូនទៅកាន់បងប្អូនដែលខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីរកបានចំណូលមកដោះស្រាយស្ថានភាពជីវភាពប្រចាំថ្ងៃតែយើងភ្លេចគិតពីសុខភាពខ្លួនឯងហើយលទ្ធផលដូចដែលខ្ញុំបង្ហាញនេះវាពិតជាធ្វើឲ្យយើងពិបាកចិត្តខ្លាំងមែនទែនថាយើងខិតខំប្រឹងប្រែងធ្វើការរហូតដល់ភ្លេចគិតពីសុខភាពខ្លួនឯងអញ្ចឹងសូមបងប្អូនទាំងអស់គ្នាមានសុខភាពល្អទាំងអស់គ្នាហើយទទួលបាននៅការខិតខំប្រឹងប្រែងនៅលទ្ធផលការងារដែលខ្លួនឯងខំប្រឹងបានធ្វើតាមអីដែលខ្លួនឯងចង់បានដើម្បីដោះស្រាយស្ថានភាពជីវភាពគ្រួសារប្រចាំថ្ងៃនិងតម្រូវការរបស់ខ្លួនឯងខ្ញុំមានតែប៉ុណ្្នឹងទេ